Hello សួស្តីអ្នកនរគ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ channel របស់ខ្ញុំថ្ងៃនេះផងដែរយើងមានទៅលើរបៀបនៃការម៉ាញទៅលើកាក់ Verras ដើម្បីធ្វើការម៉ាញ Verras នៅលើទូរស័ព្ទ Android បានជាដំបូងមាន Verras ដែលខ្ញុំបានបង្កើតទៅលើ wallet របស់ Verras ហើយដើម្បីធ្វើការយក address មក pass ជាមួយនឹងកម្មវិធី Android ហ្នឹងតើតើជាមួយនឹងកម្មវិធី ម៉ាញ Verras នេះក្នុង group Telegram នៅក្នុង channel Telegram របស់ខ្ញុំមកហើយបន្ទាប់មកបងនឹងឃើញទៅលើ file Verras miner នឹង .apk ហ្នឹងបង select លើកម្មវិធីហ្នឹងមកដើម្បីធ្វើការតម្លើង Verras បន្ទាប់មកបងធ្វើការចុចពាក្យថាតម្លើងបន្ទាប់ពេលតម្លើងជោគជ័យហើយបងអាចយកទៅចូលទៅកំណត់ដើម្បីធ្វើការម៉ាញបានយើងចូលបើកទៅលើកម្មវិធីហ្នឹងមកបន្ទាប់មកវានឹងលោតផ្ទាំងបែបនេះបងគ្រាន់តែចុច skip មកបន្ទាប់មកយើងចូលទៅកន្លែង setting វាមាននេះកន្លែងកណ្ដាលនេះមកបន្ទាប់មកយើងធ្វើការចុចទៅកន្លែងកូនសោនេះដើម្បីធ្វើការកំណត់ដើម្បីធ្វើការម៉ាញបានណាបន្ទាប់មកយើងធ្វើការសេរីនេះគ្រាន់តែជាកន្លែងឈ្មោះហើយកន្លែង miner នេះគឺជាឈ្មោះminer យើងចង់ដាក់អីក៏បានដែរហើយទៅលើប្រភេទ CPU ទៅលើប្រភេទ CPU ដែលទូរស័ព្ទរបស់ខ្ញុំអាចកំណត់បានទៅលើ8 CPU អញ្ចឹងខ្ញុំអាច select លើ8 CPU ហ្នឹងមកហើយតាក់ទងជាមួយនឹង wallet នេះគឺជា address wallet ដែលបងទើបតែបង្កើតបានហ្នឹងទៅលើបងមិនទាន់មាន wallet ចូលទៅបង្កើតទៅដើម្បីធ្វើការយក wallet address របស់ wallet Verras ហ្នឹងបានណាតែពេលយើងធ្វើការ pass ដោយសារតែខ្ញុំមាន wallet Verras រួចអញ្ចឹងខ្ញុំធ្វើការ pass របស់ខ្ញុំមកបន្ទាប់មកបងនឹងឃើញទៅលើកន្លែងនេះកន្លែងចំណុចstraight team server ហ្នឹងបងអាចចុចទៅលើកន្លែងណា lucky full ហ្នឹងមកបន្ទាប់មកប៉ុណ្ណឹងគឺជាការស្រេចហើយបងគ្រាន់តែចុចទៅកន្លែង save នេះកន្លែង queue នេះពេលដែលបងកំណត់ហើយបងចុចកន្លែង save ហ្នឹងមកតោះមកវានឹងធ្វើការ save បន្ទាប់មកនេះបងគ្រាន់តែចុចទៅកន្លែង start ហ្នឹងមកគឺយើងអាចម៉ាញដល់ជោគជ័យហើយនេះចុច OK មកអូខេរងចាំបន្តិចហើយយើងធ្វើការបើកកន្លែងហ្នឹងមកបន្ទាប់មកយើងថយមកក្រៅវិញហើយជាដំបូងដោយសារតែកម្មវិធី Verras ដែលយើងតម្លើងថ្មីដំបូងយើងធ្វើការ allow វាសិនមកនេះដំណើរការដល់ជោគជ័យហើយបងទៅលើការម៉ាញកាក់ Verras នេះបងនេះទៅលើកម្មវិធីដែលបានតម្លើងបាញ់មិញណាយើងធ្វើការម៉ាញទុកចោលទៅនេះគឺជាសកម្មភាពកម្មវិធីនៃការម៉ាញទៅលើប្រភេទកាក់ Verras បងតាក់ទងជាមួយយើង check មកយើងវាយពាក្យថាlucky pool ដើម្បីធ្វើការពិនិត្យមើល lucky pool នេះតោះមកយើងចុចនេះបងហើយបន្ទាប់មកដើម្បីធ្វើការពិនិត្យថាយើងបានម៉ាញដល់ជោគជ័យយើងចុចកន្លែង Verras ហ្នឹងចុចកន្លែង state មកបងចុចកន្លែង state មកបន្ទាប់មកនេះកន្លែង pass address បងបំពេញនៅកន្លែងហ្នឹងមកហើយយើងធ្វើការ pass វាអូខេបន្ទាប់មកចុច go មកគឺយើងនឹងឃើញទៅលើការកំពុងតែម៉ាញនេះនេះកំពុងតែម៉ាញរបស់ខ្ញុំបាន 312.75 kHz នេះបងឈ្មោះរបស់ខ្ញុំក្នុងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនទៅលើបងដែលចង់ម៉ាញកាក់បងអាចចូលទៅក្នុង channel ដែលមានបិទនៅក្នុង description ខាងក្រោមបងគ្រាន់តែចុចតាម link ហ្នឹងមកនឹងធ្វើការចូលទៅដល់group channel Telegram របស់ខ្ញុំហ្នឹងបងអាច install បានទាក់ទងជាមួយនឹងកម្មវិធី Verras miner ហ្នឹងអរគុណច្រើន